បាទសូមជម្រាបសួរលោកអ្នកនាងដែលកំពុងស្ដាប់ការផ្សាយរបស់ស្ថានីយ៍វិទ្យុសំឡេងកោះសន្តិភាព VOK 87.5 FM ដែលផ្សាយចេញពីរាជធានីភ្នំពេញជាទីមេត្រីចាប់ពីវេលាម៉ោង 12:40 នាទីដល់ម៉ោង 13 លោកអ្នកតែងតែបានស្ដាប់កំសាន្តក្នុងនេតិកម្រងរឿងព្រេងនិទានខ្មែរដែលថ្ងៃនេះផងដែរកម្មវិធីយើងបានលើកយកនៅរឿងព្រេងនិទានថ្មីមួយទៀតហើយដើម្បីជូនប្រិយមិត្តស្ដាប់កំសាន្តគឺរឿងដែលមានចំណងជើងថាចៅតបប្រមល់សូមលោកអ្នកស្ដាប់កំសាន្តពីកម្មវិធីយើងដោយមេត្រីកាលពីព្រេងនាយមានបរិសុទ្ធ2នាក់បានធ្វើបុណ្យកុសលជាមួយគ្នាលុះបរិសុទ្ធទាំងពីរបានលាចាកលោកទៅបរិសុទ្ធម្នាក់បានទៅកើតជាព្រះឥន្ទបរិសុទ្ធម្នាក់ទៀតទៅកើតជាបរិសុទ្ធកំសត់មានប្រពន្ធក្រលំបាកណាស់រកស៊ីនេសាទដាក់លបយកត្រីដើម្បីចិញ្ចឹមជីវិតគ្រាមួយព្រះឥន្ទបានបើកទឹកចក្ខុទតឃើញបរិសុទ្ធនោះវេទនាលំបាកដូច្នោះមានសេចក្តីអាសូរករុណាវេលាយប់ព្រះឥន្ទយកមាស3ដុំទៅដាក់ក្នុងលបបរោះនោះលុះព្រឹកឡើងបរោះនោះទៅលើកលោកមើលឃើញមាសមិនស្គាល់ជាមាសសម្គាល់ថាជាថ្មក៏ចោលទៅក្នុងទឹកហើយដាក់លបនៅក្នុងទឹកវិញបរោះបានមើលលបទៀតគម្រប់3ដងព្រះឥន្ទយកមាសដាក់ក្នុងលបដូចមុនទៀតបរោះឃើញដូច្នោះនឹកខឹងក៏ចងមាសទាំង3ដុំនោះយកទៅឲ្យប្រពន្ធធ្វើជាថ្មចង្ក្រានសម្រាប់ដាំបាយហើយសួយអីក៏សួយម្លេះទេវិញប្រហែលថ្ងៃនេះដូចជាយ៉ាងម៉េចមិនដឹងទេនេះបុកមើលលោពេលណាឃើញតែបានជាប់អាដុំថ្ម3ដុំនេះដដែលតែកុំឲ្យវាសួយយកទៅធ្វើជាថ្មជើងក្រានដាំបាយក៏ល្អដែរយ៉ាងម៉េចបងរអ៊ូមិនដាច់ពីមាត់សោះមានរឿងអីកើតឡើងហ៎ឬមួយក៏ថ្ងៃនេះរកត្រីមិនបានចេះតែបានហើយក៏ប៉ុន្តែបងវាឆ្ងល់អាដុំថ្ម3ដុំនេះហ្នឹងណាក្រវែងវាចោលក្នុងទឹកច្រើនលើកច្រើនសារហើយនៅតែមកជាប់លោបងដដែលបងមិនអស់ចិត្តក៏យកវាមកឲ្យអូនទុកធ្វើជាថ្មជើងក្រានតែម្ដងទៅបានហើយឈប់រអ៊ូទៀតទៅមើលទៅងូតទឹកងូតភក់ចម្រេះខ្លួនទៅនឹងអាហូបបាយអញ្ចឹងរៀបបាយមុនទៅបងទៅងូតទឹកហើយយប់យន្តសែនស្ងាត់សត្វយំគុំស្មៅអាត្រៀតយប់ជ្រៅសែនខ្វល់ចិន្តា2នាក់សែនព្រួយរលួយអោរាព្រោះស្អែកនោះណាបញ្ហាមកដល់ព្រួយរឿងបំណុលសែនខ្វល់ម្លេះទេគ្មានអ្វីឲ្យគេតើគិតយ៉ាងណាយ៉ាងម៉េចបងដេកមិនលក់ហើយបងដេកមិនលក់ទេអូនព្រោះថ្ងៃស្អែកនេះដល់ថ្ងៃដែលត្រូវបងពុនឲ្យរាជការហើយយើងគ្មានប្រាក់សោះគិតយ៉ាងម៉េចទៅអូនហើយម្យ៉ាងទៀតប្រហែលថ្ងៃនេះយើងរកអ្វីមិនបានសោះពិបាកចិត្តដូចតែគ្នានឹងបងរកព្រឹកខ្វះល្ងាចបានល្ងាចខ្វះព្រឹកអញ្ចឹងនោះហើយម្យ៉ាងទៀតយើងសពថ្ងៃនេះសល់តែដីផ្ទះមួយកំពតតែប៉ុណ្ណោះប្រសិនបើរាជការរឹបអូននោះមិនដឹងជាទៅនៅឯណានោះទេហើយនិយាយដល់រឿងនឹងម្ដងបងពិបាកចិត្តណាស់ចង់ដេកក៏ដេកមិនលក់ដែរបានហើយកុំគិតច្រើនពេកសំងំដេកទៅទុកកម្លាំងព្រោះអីបងត្រូវងើបពីព្រលឹមទៅរកអស់រកអីផងបងភ្លឺហើយក្រោកឡើងថ្ងៃឡើងកំពុះណានៃតាហើយមិនក៏អូនមិនដាស់បងចឹងនេះខ្ញុំមិនហ៊ានដាស់ទៅបើយប់មិញយប់ជ្រៅណាស់ទៅបងចូលដេកហើយចុះមានគេមកទាបពុនហើយនៅអូននៅទេនៅជុំគ្នាល្អដាស់ដល់ថ្ងៃនេះអត់តដាតដីទេកំពុងតែរៀបចំខ្លួនថានឹងទៅរកអស់នៅឯព្រៃយកមកទុកគ្រាន់ដុតចឹងទេ
ស្បានតែបទៅដែរទេអេស្អីចេះនេះឯបាត់របស់នេះមកពីណា ថ្មចង្ក្រាននេះឯលោកគឺប្តីខ្ញុំដាក់លោកបានមិនដឹងថាយកធ្វើអីក៏យកមកធ្វើជាចង្ក្រានទុកដាំស្លទៅ បាទមែនហើយម្យ៉ាងទៀតរោគត្រីមិនបានសោះប្រហែលថ្ងៃនេះសូមលោកបញ្ជាពេលឲ្យខ្ញុំពី3ថ្ងៃទៀតទៅ មែនហើយលោកសូមលោកមេត្តាពន្យាពេលឲ្យពួកខ្ញុំផងចុះ ថាបាត់បានគឺបាត់ហើយព្រោះអីនេះជាបញ្ជាខាងរាជការថ្ងៃណាគឺថ្ងៃហ្នឹងហើយក៏ប៉ុន្តែ យ៉ាងម៉េចលោក គឺថាដែលបាទអ្នកទាំងពីរឲ្យដុំថ្មទាំង3ដុំមកខ្ញុំណាខ្ញុំនឹងទៅនិយាយខាងរាជការឲ្យគេទូទាត់ឲ្យដាច់ស្រេចមិនចំពាក់ចំពិនអីទៀតទេ អូយកចុះព្រោះទុកក៏មិនដឹងជាមានតម្លៃអីផងមែនទេអូន មែនហើយលោកយកក៏យកចុះឲ្យតែរួចថ្លៃបំណុលបងឲ្យរាជការ អញ្ចឹងសម្រាប់តាមហ្នឹងឯណាយើងទៅសិនហើយ បាទអញ្ជើញ ជីវ័យមិននឹកស្មានថាពីអ្នកប្តីប្រពន្ធនេះល្ងងដល់ថ្នាក់ដុំមាសមិនស្គាល់អញ្ចឹងសោះតែប៉ុណ្ណេះគ្រប់តកែអញ ហើយតែប៉ុណ្ណេះធូរទ្រូងហើយយើងអស់លេងចំពាក់បំណុលរាជការទេហើយអូន មែនហើយបងតែប៉ុណ្ណាយើងមិនខ្វល់ថានឹងត្រូវគេរឹបអូសប្តីផ្ទះសម្បែងទៀតទេ និយាយពីព្រះរាជអាជ្ញាដែលជាអ្នកដើរយកពុនពេលដែលបានដុំមាសពីបុរសប្តីប្រពន្ធនោះហើយក៏យកមួយដុំទៅថ្វាយព្រះមហាក្សត្រ យីលោកព្រះរាជអាជ្ញាតើលោកយកដុំមាសនេះមកពីណាមកនោះ ក្រាបទូលព្រះអង្គគឺយកពីបរោះពីអ្នកប្តីប្រពន្ធដែលត្រូវបងពុនជូរាជការយើងនឹងដល់ក្រាបទូល យីមាសឡើងពិនដងទុំនោះអាណារិយាមានក ណាថ្លៃវិសេស លោកឆាប់ទៅតាមបរិះដែលយកដុំមាសបងជូនរាជការដើម្បីកាត់ថ្លៃបំណុលនោះឲ្យមកជួបយើងភ្លាម កណាថ្លៃវិសេសទទួលព្រះរាជបញ្ជាក្រាបទូល លោកព្រះរាជអាជ្ញាអស់កិច្ចការលោកហើយលោកទៅសម្រាប់ចុះ កណាថ្លៃវិសេសទូលបង្គំសូមក្រាបថ្វាយបង្គំលាក្រាបទូល លុះពេលដែលមកគាល់ព្រះរាជាព្រះមហាក្សត្រក៏ឆ្លិចសួរគ្រប់រឿងរ៉ាវពេលដែលដឹងរឿងរ៉ាវខ្លះៗហើយព្រះអង្គក៏ខ្ញាល់យ៉ាងខ្លាំងចំពោះព្រះរាជអាជ្ញាដែលយកដុំមាសតែមួយដុំថ្វាយទ្រង់ក៏ទារយកដុំមាសពីរដុំទៀតពីព្រះរាជអាជ្ញាហើយទ្រង់ក៏បង្គាប់ឲ្យបុរសនោះរកមាសថ្វាយព្រះអង្គបន្ថែមទៀត ឥឡូវនេះឯងត្រូវរកបន្ថែមទៀតមកឲ្យយើងក្រាបទូលព្រះអង្គទូលព្រះបង្គំមិនដឹងថានឹងត្រូវទៅរកដុំមាសបានមកពីណាដើម្បីថ្វាយព្រះអង្គទៀតទេក្រាបទូលយើងមិនជឿទូលព្រះបង្គំថាគ្មានគឺគ្មានហើយទូលព្រះបង្គំមិនកុហកទេលោកអាម៉ានឆាប់យកបរិះនេះទៅឃុំទៅ បន្ទាប់ពីឃុំឃាំងអស់ប៉ុន្មានថ្ងៃក្រោយមកទ្រង់ក៏យាងចូលទៅក្នុងមន្ទីរឃុំឃាំងដើម្បីសាកសួរបន្តទៀត ឯងប្រាប់យើងមកយើងនឹងដោះលែងឯងទៅផ្ទះសម្បែងវិញណាទូលព្រះបង្គំមិនដឹងមែនក្រាបទូលឯងប្រាប់យើងមកមាសដែលឯងបាននោះឯងរកបានមកពីណាទូលព្រះបង្គំអត់ដឹងទេទូលព្រះបង្គំមានប្រាប់យើងមកតើឯងមានស្អីឆាប់និយាយឲ្យច្បាស់មកទូលព្រះបង្គំមានសេចក្តីតបប្រមល់នៅក្នុងខ្លួនខ្លាំងណាស់ក្រាបទូល ពេលឮបុរសនោះចេះតែទន្ទិញតបប្រមល់មិនដាច់ពីមាត់ដូច្នេះព្រះអង្គក៏ត្រាស់បញ្ជាទៅកាន់បុរសនោះថា ឥឡូវនេះយើងដោះលែងឯងក៏ប៉ុន្តែឯងត្រូវរកសត្វតបប្រមល់ឲ្យបានមកឲ្យយើងបើសិនជារកមិនបានទេនោះម្ដងនេះយើងនឹងប្រហារជីវិតឯងមួយពូជស្ដាប់បានទេព្រះអង្គបានហើយយើងមិនត្រូវការស្ដាប់ពាក្យដោះសាររបស់ឯងទេប្រញាប់ទៅកាន់តែឆាប់កាន់តែល្អ បុរសឮដូច្នេះក៏ភ័យហើយគិតថាមុខជាស្លាប់ហើយក្នុងគ្រានេះមិនដឹងជាទៅរកសត្វតបប្រមល់ឯណាទេតែមិនហ៊ានប្រកែកដោយខ្លាចអំណាចស្ដេចក៏ក្រាបបង្គំលាស្ដេចដើរចេញទៅដោយបំណងថានឹងដើរឲ្យស្លាប់ក្នុងព្រៃលុះដើរចូលព្រៃឆ្ងាយទៅព្រះអិនបើកព្រះនេត្រទិព្វមកឃើញបុរសនោះមានសេចក្តីវេទនាលំបាកដូច្នេះក៏និមិត្តជាអាស្រមមួយនៅខាងមុខទីដែលបុរសដើរទៅហើយព្រះអិនកាឡាខ្លួនធ្វើជាព្រះមហាឥសីបុរសមើលទៅឃើញអាស្រមដូច្នោះក៏មានចិត្តត្រេកអរដើរចូលទៅថ្វាយបង្គំឥសីក្នុងអាស្រមនោះ ចៅសូមក្រាបថ្វាយបង្គំលោកតា ល្អហើយចៅប្រុសហើយតើមានរឿងរ៉ាវហេតុអីយ៉ាងម៉េចយ៉ាងម៉ាបានជាធ្វើដំណើរមកដល់កន្លែងតាដូចនេះនោះ កណាលោកតា
គឺព្រះរាជាឲ្យខ្ញុំព្រះករុណាមករកសានតបប្រមល់ជូនទ្រង់បើរកមកបានទេនោះទ្រង់នឹងបហាជីវិតចៅហើយអើយក៏ព្រួយអីចៅអើយចាំតាជួយដែរបំពង់ពោកពួយលីដែរគឺតាបានដាក់សត្វទាំងទុះដល់ក្នុងនឹងឯងក៏ប៉ុន្តែចៅស្ដាប់បណ្ដាំតាដែរពេលដែលចៅយកទៅថ្វាយស្ដេចនោះបុណ្យទឹកបើកស្តុកបំពង់នេះដែរចៅត្រូវក្រាបទូលស្ដេចឲ្យព្រះអង្គប្រវោកសារវងមកជួបជុំហើយបិទទ្វាររាជវាំងឲ្យចិត្តសឹមបើកស្តុកមើលព្រោះសត្វនោះរត់រហ័សណាស់ដែរចៅកណាលោកតាចៅនឹងធ្វើតាមគំលោកតាលុះបុរសនោះទទួលបណ្ដាំឥសីស្រេចហើយក៏នាំយកសត្វដែលច្រកក្នុងបំពង់ពោកទៅថ្វាយស្ដេចហើយក៏ទូលតាមដំណើរដែលឥសីផ្ដាំមកស្ដេចឲ្យប្រមូលព្រះរាជវង្សសានុវង្សជួបជុំហើយទ្រង់ចាត់ការបិទទ្វារកំពែងវាំងស្រេចទ្រង់ឲ្យអាមាត្យបើកឆ្នុកបំពង់ពោកនោះខ្លាដំរីសឹងរមាសពស់ក៏ចេញពីក្នុងបំពង់ពោកមកខំស្ដេចនិងព្រះរាជវង្សសានុវង្សទាំងអស់នោះឲ្យដល់នៅមរណភាពអស់ទៅក្រោយមកពួកអ្នកនគរបានឃើញបុរសនោះមានឫទ្ធានុភាពដូច្នោះក៏រៀបអភិសេកបុរសនោះឲ្យឡើងសោយរាជសម្បត្តិជាព្រះមហាក្សត្រក្នុងនគរនោះទៅ